Đó này ngày này nhưng mà chạy đồng lại bị đượcในการ reset all requirement របស់ LAN PC OX3 rồiឆ្នាំ2022យើងអត់ត្រូវជន់ហ្វ្រាំងទេបើជន់ហ្វ្រាំងទេចុចកន្លែងប៊ូតុង start 2ដងដើម្បីឲ្យវា turn on អូខេយើងចូល manual តាមតិចក្នុង setting តមកទៀតយើង scroll ទៅរកកន្លែង vehicle setting នៅក្នុងហ្នឹងមាន start stop មានគឺ oil maintenance requirement យើងចូលមកងាយ reset yes and data has been reset មានន័យថាគឺបាន reset រួចរាល់ទៀតគេឲ្យយើងចាប់ដាក់ start engine ធម្មតាដំណើរការអូខេ nice